បុគ្គលិកម្នាក់ដើមឈើមួយដើមព្រឹកនេះអរគុណសម្រាប់វត្តមានរបស់ហ៊ានចឹងតើតើជាមួយនឹង CSR យើងនឹងដំណើរការឲ្យបានទៀងទាត់ក្នុងមួយឆ្នាំម្ដងក៏ដូចជាថ្នាក់ដឹកនាំទាំងអស់គ្នាដែលធ្វើឲ្យកម្មវិធីនេះអាចចេញទៅបានប្រយោជន៍នៃព្រៃកោងកាងគឺវាមានសារៈសំខាន់ណាស់សម្រាប់យើងប្រជាពលរដ្ឋយើងជានេះគឺជាសកម្មភាពនៃការដាំដើមកោងកាងដើម្បីសហគមន៍ដែលបានរៀបចំឡើងក្នុងគោលបំណងនៃការការពារជីវៈចម្រុះអភិរក្សទេសចរណ៍និងនិរន្តរភាពបរិស្ថានអារម្មណ៍សប្បាយរីករាយលើកទី1ដាំដើមជើងក្នុងទឹករដងឡប់ដាំនៅលើគោកថ្ងៃនេះដាំនៅទឹកឲ្យបរិយាកាសស្រស់ស្រាយដែលជាប់មកសមុទ្រហើយបានក្រុមការងារច្រើនគ្រប់ផ្នែកទាំងអស់ជាពិសេសនោះគឺថាធ្វើម៉េចគឺឲ្យខ្យល់ដង្ហើមអុកស៊ីហ្សែនហ្នឹងគឺមានការវិវត្តល្អអញ្ចឹងថ្ងៃនេះសប្បាយចិត្តហើយអាកាសធាតុល្អមែនទែនចង់ពៀវនេះឲ្យបងប្អូនទាំងអស់គ្នានឹងឲ្យបានចូលរួមទាំងអស់គ្នាដើម្បីការពារបរិស្ថានទាំងអស់គ្នាខ្ញុំពិតជាមានមោទនភាពសម្រាប់ក្រុមហ៊ុនខ្ញុំខ្លាំងមែនទែនបានរៀបចំការដាំថាដាំកោងកាងនៅក្នុងសហគមន៍យើងនេះបាទមិនត្រឹមតែប៉ុណ្ណោះការដាំដើមកោងកាងនេះក៏ជាស្មារតីនៃការចូលរួមលើកកម្ពស់ឲ្យបុគ្គលិកម្នាក់ៗស្រឡាញ់បរិស្ថានដើម្បីបរិស្ថានបៃតងទាំងនេះបានបញ្ជាក់ឲ្យឃើញនៅចក្ខុវិស័យនៃការបដិញ្ញារបស់ថ្នាក់ដឹកនាំគ្រប់រូបដែលមិនត្រឹមតែបង្កើតការងារសម្រាប់ធនធានមនុស្សតែប៉ុណ្ណោះទេតែការចូលរួមជួយដល់សង្គមគឺជារឿងមួយដ៏សំខាន់ផងដែរហើយការដាំដើមឈើដើម្បីបរិស្ថាននេះជាចំណែកមួយនៃការចូលរួមដល់សង្គមក្រោមសសរស្តម្ភទាំង4របស់ក្រុមហ៊ុនទេសចរ World Pop ដែលមានដូចជាបរិស្ថានវិស័យអប់រំវិស័យសុខាភិបាលនិងសាសនា